បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកវិជ្ជាបណ្ឌិតម៉ៃសវណ្ណមានកិត្តិយសសូមចែករំលែកចំណេះដឹងទាក់ទងនឹងសុខភាពស្ដីអំពីជំងឺទឹកនោមផ្អែមប្រភេទ2ដែលខ្ញុំលើកយកចំណុចទាក់ទង2ចំណុចនៅក្នុងជំងឺទឹកនោមផ្អែមប្រភេទ2ទាក់ទងនឹងទី1គឺសួរថាតើរោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទ2មានអ្វីខ្លះហើយចំណុចទី2កត្តាប្រឈមដែលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ2មានអ្វីខ្លះតើតងនឹងកត្តាដែលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ2គឺមានដូចជាតើតងនឹងអ្នកជំងឺលើសទម្ងន់ឬក៏ធាត់នឹងបន្តមកទៀតមានសមាជិកគ្រួសារដែលមានកើតជំងឺទឹកនោមផ្អែមប្រភេទ2ហ្នឹងអានឹងយើងអាចមានភាគរយនៅពេលដែលមានសមាជិកគ្រួសារដែលកើតជំងឺទឹកនោមផ្អែមប្រភេទ2ហ្នឹងអាចមានពី25ទៅ35%ហើយតកតងទៅនឹងចំណុចបន្ទាប់តកតងនឹងមិនសូវមានការហាត់ប្រាណតែភាសាអង់គ្លេសថាមិនសូវមាន activity មិនសូវមានការហាត់ប្រាណជាបុគ្គលដែលគាត់សនុកមិនសូវធ្វើការហើយចំណុចបន្តទៀតមានជំងឺលើសសម្ពាធឈាមនិងលើសជាតិខ្លាញ់មានន័យថាគាត់នឹងគឺមានការលើសសម្ពាធឈាមនិងលើសជាតិខ្លាញ់សម្រាប់បច្ចុប្បន្នមានន័យថាយើងមានជំងឺពីរហ្នឹងក៏ឲ្យទៅកត្តាប្រឈមនឹងកើតជំងឺទឹកនោមផ្អែមហើយចំណុចបន្តទៀតតកតងនឹងការពិសាអាហារដែលមានជាតិខ្លាញ់ពេកនិងផ្អែមពេកក៏អាចឲ្យកើតជំងឺទឹកនោមផ្អែមដែរបន្តមកទៀតមានប្រវត្តិទឹកនោមផ្អែមពេលដែលមានផ្ទៃពោះនឹងក៏ជាកត្តាដែលឲ្យយើងកើតជំងឺទឹកនោមផ្អែមប្រភេទ2ដែរបន្តមកទៀតតាក់ទងនឹងធ្លាប់មានបញ្ហាត្រៀមចូលទឹកនោមផ្អែមដែលភាសាអង់គ្លេសថា free diabetes នោះគឺយើងត្រៀមចូលទឹកនោមផ្អែមក៏អាចឲ្យមានកើតជាទឹកនោមផ្អែមប្រភេទ2ដែរហើយមានមួយទៀតសម្រាប់ស្ត្រីដែលគាត់មានតាក់ទងនឹងគេហៅថាភាសាពេទ្យគេហៅថា polycystic ovary syndrome នោះគឺតាក់ទងនឹងគាត់មានដុំគីសនៅដៃស្បូនរបស់គាត់ហ្នឹងក៏អាចឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ2ដែរហើយតកតងទៅនឹងការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចឲ្យមានកើតជាទឹកនោមផ្អែមប្រភេទ2ដែរហើយកត្តារួមផ្សំមួយទៀតតកតងទៅនឹងអាយុវ័យកណ្ដាលពី40ទៅ60ឆ្នាំក៏ជាកត្តាប្រឈមនឹងឲ្យកើតជំងឺទឹកនោមផ្អែមដែរហើយមួយទៀតនៅក្នុងតកតងនឹងការអនុវត្តបច្ចុប្បន្នសម្រាប់គ្រូពេទ្យដែលជាជំនាញទឹកនោមផ្អែមនៅតាមមន្ទីរពេទ្យឬក៏តាម clinic ឯកជនតែតែងតែជួបប្រទេសនោះគឺជួនកាលហ្នឹងអាយុត្រឹមតែ35ឆ្នាំ36ឬក៏38 39នេះចឹងក៏អាចមានជំងឺទឹកនោមផ្អែមដែរមិនចាំបាច់ទៅត្រឹមតែអាយុ40ហើយនឹងទៅ60អីទេជាចំណុចទាំងប្រមាណនេះសិតតែជាចំណុចដែលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ2ដែលជាកត្តាប្រឈមហើយចុងក្រោយមួយទៀតនោះសម្រាប់យើងដែលអត់សូវពិសាអាហារដែលមានជាតិ fiber ដែលភាសាអង់គ្លេសថាគេហៅថា low fiber នោះក៏អាចឲ្យយើងកើតជំងឺទឹកនោមផ្អែមដែរនេះសិតតែជាកត្តាទាំងអស់ហើយចំណុចមួយទៀតតកតងនឹងសួរថាតើរោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទទី2មានអ្វីខ្លះរោគសញ្ញាទឹកនោមផ្អែមប្រភេទទី2មានដូចជាតែងតែស្រេកទឹកមានថាអ្នកជំងឺនឹងតែងតែស្រេកទឹកមានអារម្មណ៍ថាដូចជាខាស់កស្រេកទឹកហូបទឹកញឹកញាប់គឺគិតថាមានអារម្មណ៍ថាខ្លួនឯងនឹងគឺឃ្លានប្រសាទឹកខ្លួនឯងគឺឃ្លានប្រសាទឹកតែម្ដងហើយស្រកគីឡូស្រកទម្ងន់អត់ដឹងមូលហេតុទេឆ្ងល់ខ្លួនឯងថាហេតុអីបានចេះតែគីឡូស្រកចេះតែបានគីឡូស្រកដល់ទៅពេលខ្លះទៅឆែកជាស្ករមើលស្រាប់តែស្ករឡើងខ្ពស់ខុសពីធម្មតាដែលគ្រូពេទ្យអាចថាចូលទឹកនោមផ្អែមហើយបន្តមកទៀត
បត់ជើងតូចញឹកញាប់អារម្មណ៍ថាបត់ជើងតូចញឹកញាប់មែនទែនបន្តិចបត់ជើងអាចដែលភាសាអង់គ្លេសគេហៅថា polyuria ហ្នឹងគឺបន្តិចបត់ជើងហើយបត់ជើងច្រើនហើយសក់គីឡូហ្នឹងសក់ដោយសារបត់ជើងច្រើននឹងហើយរោគសញ្ញាមានជាបន្តទៀតតកតងនឹងអស់កម្លាំងអាចសារគាត់ត្អូញត្អែរឿងអស់កម្លាំងអាសាអស់កម្លាំងហើយសញ្ញាមានបន្តទៀតតកតងនឹងអាចស្វាំងភ្នែកនិងស្ពឹកប្រអប់ដៃជើងនឹងពេលដែលមានដំបៅអីក្រជានេះតកតងនឹងស្វាំងភ្នែកឬក៏ស្ពឹកប្រអប់ដៃប្រអប់ជើងនឹងដំបៅក្រជានេះអានេះអាចជាផលអាក្រក់ហើយរោគសញ្ញានេះចេញមកវាមានផលអាក្រក់របស់វាអាចថាប៉ះពាល់ទៅលើគេហៅប្រព័ន្ធប្រសាទអីហ្នឹងគឺអាចឲ្យចេញមកស្ពឹកដៃស្ពឹកជើងហើយស្វាំងភ្នែកដោយសារតែស្ករឡើងយូរប៉ះពាល់បាតភ្នែកអាចតកតងនឹងស្វាំងភ្នែកហើយដំបៅក្រជាហ្នឹងអាចយើងមានយូរកាលណាដែលប៉ះពាល់ទៅលើសរសៃឈាមអីហើយអ្នកដែលកើតយូរឆ្នាំ10ឆ្នាំជាងអីចឹងទៅអានឹងអាចមានបញ្ហាតកតងនឹងដំបៅក្រជាសូមកំណត់ចំណាំតកតងនឹងរោគសញ្ញារបស់អ្នកជំងឺទឹកនោមផ្អែមនោះភាគច្រើនគឺมันមានរោគសញ្ញាទេអ្នកជំងឺទឹកនោមផ្អែមភាគច្រើនគឺมันមានរោគសញ្ញាទេគឺភាគច្រើនភាគរយគឺ asymptomatic គឺអត់មានរោគសញ្ញាទេតោះតែយើងទៅពិនិត្យឈាមបានដឹងថាយើងមានបញ្ហាទឹកនោមផ្អែមហើយមួយទៀតកម្រិតជាតិស្ករនៅធ្លាក់នៅក្នុងទឹកនោមកម្រិតជាតិស្ករដែលអាចធ្លាក់ទៅក្នុងទឹកនោមបានលុះត្រាតាកម្រិតជាតិស្ករនោះធំជាង180មីលីក្រាមនៅក្នុងដេស៊ីលីត្របានអាចលេចចេញទៅតាមទឹកនោមបានហើយតកតងនឹងសញ្ញាចង់ឲ្យចងចាំបន្តិចតកតងនឹងសញ្ញាអស់កម្លាំងជាទូទៅអ្នកជំងឺទឹកនោមផ្អែមដែលគាត់អស់កម្លាំងខ្លាំងគឺជាតិស្ករឡើងខ្ពស់ក៏អស់កម្លាំងខ្លាំងហើយនឹងជាតិស្ករចុះទាបក៏អស់កម្លាំងខ្លាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺត្រូវចងចាំកាលណាពេលអស់កម្លាំងអាចគិតពីស្ករជួនកាលស្ករឡើងខ្ពស់អស់កម្លាំងស្ករចុះទាបក៏អស់កម្លាំងដែរបាទសូមអរគុណ